ម៉ែមិនសួរតែម៉ែដឹងម៉ែមិនធ្លាប់សួរទេថាហេតុអីបានជាឥឡូវមិនសូវមកលេងផ្ទះអញ្ចឹងហេតុអីបានជាមិនទេរកដូចពីមុនតែតើអ្នកមានដឹងទេម៉ែរងចាំសំឡេងទូរស័ព្ទអ្នករាល់ថ្ងៃម៉ែបើក Facebook ចាំមើលក្រែងកូនមានផុសអ្វីម៉ែមិនបានចង់ដឹងទេថាកូនទៅណាម៉ែគ្រាន់តែចង់ដឹងថាតើកូនសុខសប្បាយអត់ម៉ែមិនធ្លាប់បន្ទោសដែលកូនរវល់នឹងជីវិតផ្ទាល់ខ្លួនព្រោះតែម៉ែដឹងថាពិភពលោកសង្គមមនុស្សនៅខាងក្រៅវាកាយសាហាវនិងនឿយហត់ជាខ្លាំងម៉ែសូមត្រឹមតែសំលេងឬសារមួយខ្លីៗសួរមកកាន់ម៉ែថាម៉ែយ៉ាងម៉េចហើយសុខសប្បាយទេម៉ែបានឮប៉ុណ្ណឹងគ្រប់គ្រាន់ណាស់ហើយសម្រាប់ម៉ែដែលលះបង់ឲ្យកូនអស់ពីចិត្តព្រោះតែវាបានធ្វើឲ្យម៉ែដឹងថាកូនមិនបានភ្លេចមនុស្សម្នាក់នេះមនុស្សដែលស្រឡាញ់កូនដោយគ្មានលក្ខខណ្ឌបើទោះបីជាពិភពលោកមួយនេះវាប្រែប្រួលទៅខ្លាំងយ៉ាងណាក៏ដោយការជ្រើសរើសចាកចេញពីជីវិតមនុស្សម្នាក់វាមិនមែនជារឿងងាយស្រួលទេទម្រាំតែបានជួបនិងស្គាល់គ្នាវាឆ្លងកាត់រឿងរ៉ាវជាច្រើនរាប់មិនអស់ទើបបានជាវាជាប់ជំពាក់គ្នាដល់ថ្នាក់ហ្នឹងបើឲ្យដើរចេញមកងាយគ្មានអ្នកណាគេធ្វើបានទេតែបើសិនជាការនៅបន្តហើយដឹងថាយើងគ្មាននៅចំពោះគេទង្វើរបស់ភាគីម្ខាងទៀតចូលចិត្តតែរុញច្រានយើងចេញធ្វើហាក់ដូចជាត្រូវការយើងតែដូចជាមិនត្រូវការហើយក៏មិនមែនថាយើងឈប់ស្រឡាញ់គេទៀតដែរតែគ្រាន់តែយើងមានអារម្មណ៍ថាយើងនៅហើយគ្មានតម្លៃហើយក៏មិនដឹងថាត្រូវទ្រាំខូចចិត្តជាមួយរឿងដដែលយូរប៉ុណ្ណាគ្រាន់តែយើងត្រឡប់មកអាណិតនិងស្រឡាញ់ខ្លួនឯងវិញវាប្រហែលជាមិនខុសទេដឹងវាគ្មានគូស្នេហ៍មួយណាទេក្នុងពិភពលោកមួយនេះដែលល្អឥតខ្ចោះទៅគ្រប់បែបយ៉ាងវាមានទាំងគូដែលចូលចិត្តប្រកែកគ្នាគូដែលចង់តែឈ្នះគូដែលចូលចិត្តឆ្លោះឬមួយឈានដល់ការមិននិយាយគ្នាសោះពេលខ្លះតែនៅចុងក្រោយបំផុតហើយមនុស្សសំខាន់ក៏នៅតែសំខាន់ទោះបីជាដើរចេញពីគ្នាឆ្ងាយប៉ុណ្ណាចុងក្រោយក្តីស្រឡាញ់វាក៏នៅតែមានវានៅតែនៅកន្លែងដដែលជានិច្ចការយល់ចិត្តសំខាន់ចំពោះក្តីស្រឡាញ់តែអ្វីដែលរឹតតែសំខាន់ជាងនឹងនោះគឺការដែលយើងនៅតែស្រឡាញ់ទោះបីជាពេលនោះគ្មានការយល់ចិត្តគ្នាក៏ដោយយើងម្នាក់សិតតែមិនអាចធ្វើជាម្ចាស់ជីវិតរបស់អ្នកណាម្នាក់បានយើងធ្វើបានត្រឹមតែស្រឡាញ់យើងមិនអាចទៅបង្ខំឲ្យគេនៅជាមួយយើងឬអាចសុំឲ្យគេនៅដូចដែមបែបនេះទៅរហូតគ្មានអ្នកណាគេហាមឃាត់អ្នកណាបានគ្មានអ្នកណាបង្ខំអ្នកណាបានមិនថានៅក្នុងស្ថានភាពណាក៏ដោយតែដល់ពេលវេលាគេត្រូវទៅគេទៅហើយបើចង់ដឹងថាបាក់សីមួយនោះជារបស់យើងពិតឬអត់អ្នកគ្រាន់តែសាកដោះលែងឲ្យវាហើរចេញទៅបើថ្ងៃមួយបាក់សីនោះវាហើរមករកអ្នកវិញវាមានន័យថាបាក់សីនោះជារបស់យើងហើយតែបើសិនជាវាមិនហើរមករកយើងវិញទេសូមឲ្យអ្នកកុំខូចចិត្តអីព្រោះតែបាក់សីមួយក្បាលនេះកន្លងម៉ោងវាអាចនឹងមិនចង់រស់នៅជាមួយយើងទេរឿងស្នេហាក៏ដូចគ្នាដែរបើគេជាគូនឹងយើងយ៉ាងណាក៏នៅតែជាគូទោះបែកគ្នាយ៉ាងណាថ្ងៃណាមួយគង់តែត្រឡប់មកជួបយើងវិញម្ដងទៀតបើមិនមែនគូដោះលែងឲ្យគេទៅវាល្អហើយបណ្ដោយឲ្យគេទៅតាមផ្លូវជីវិតដែលគេចង់បានក្តីស្រឡាញ់មិនមែនការគ្រប់គ្រងជីវិតអ្នកណាម្នាក់តែគឺជាការពេញចិត្តនិងត្រេកអរជាមួយនឹងជម្រើសដែលគេរើសជានិច្ចហើយខ្ញុំជឿថាអ្នកដែលស្រឡាញ់គេពិតនឹងគិតដូចខ្ញុំដែរពេលខ្លះជីវិតអាចនឹងត្រូវជួបជាមួយនឹងស្ថានភាពបង្ខំដែលយើងមិនអាចគេចបេះបានវាសម្ពាធជាខ្លាំងហើយតម្រូវឲ្យអ្នកត្រូវអត់ធ្មត់ទ្រាំនៅជាមួយនឹងអ្វីដែលយើងមិនចូលចិត្តមួយថ្ងៃហើយមួយថ្ងៃទៀតដំណោះស្រាយដំបូងដែលធ្វើយើងឆ្លងកាត់ផុតពីពេលវេលាដែលធុញទ្រាន់មួយនេះយើងត្រូវយល់សិនថាគ្រប់យ៉ាងដែលយើងបានជួបវាមិនមែនជារឿងចៃដន្យក្នុងជីវិតទេតែវាគឺជារឿងចាំបាច់ដែលយើងត្រូវជួបមិនថាដោយហេតុផលអ្វីក៏ដោយយើងត្រូវតែឆ្លងកាត់វាទៅឲ្យបានលើកជាឧទាហរណ៍ងាយយល់ពេលនេះអ្នកមិនចង់ធ្វើការដែលអ្នកកំពុងធ្វើទេតែស្ថានភាពជីវិតរបស់អ្នកពេលនេះវាតម្រូវឲ្យអ្នកធ្វើអ្វីដែលអ្នកត្រូវធ្វើមិនមែនធ្វើនៅអ្វីដែលអ្នកចង់ធ្វើឡើយដូច្នេះហើយដោយស្ថានភាពជីវិតវាបែបនេះយើងបានត្រឹមតែតស៊ូឆ្លងកាត់វាទៅឲ្យបានបើគង់តែជៀសវាងមិនរួចដដែលក៏ត្រូវតែប្រឈមមុខជាមួយវាដោយភាពក្លាហានសិក្សាស្វែងយល់ជាមួយរឿងរ៉ាវដែលបានជួបដោះស្រាយបានក៏ដោះកែប្រែបានក៏កែមួយណាដែលដោះស្រាយមិនបានក៏ទុកវាចោលសិនទៅតែគ្រប់បែបយ៉ាងត្រូវតែព្យាយាមធ្វើវាឲ្យល្អបំផុតកុំកើតទុកជាមួយនឹងវាខ្លាំងពេកព្រោះតែជីវិតយើងវាចាំបាច់ត្រូវមានក្តីសុខខ្លះមិនថាយ៉ាងណាក៏ដោយគ្រប់បែបយ៉ាងវានឹងឆ្លងផុតទៅចុងក្រោយបន្សល់ទុកនៅត្រឹមតែការចងចាំប៉ុណ្ណោះជីវិតស្នេហាមាន6ចំណុច
ដែលអ្នកត្រូវប្រកាន់ជាប់ 1. ស្មោះត្រង់ 2. ចង់ធ្វើអ្វីឲ្យគិតដល់ចិត្តគ្នាទៅវិញទៅមក 3. យកចិត្តទុកដាក់ចំពោះអារម្មណ៍គ្នា 4. មិនលួចលាក់ក្បត់មានថ្មី 5. ទោះបីឆ្លោះគ្នាខ្លាំងប៉ុណ្ណាក៏ដោយក៏មិនត្រូវគិតចង់លែងដៃគ្នាដាច់ខាត 6. សំខាន់បំផុតកុំកុហកគ្នាបើសិនជាខ្វះចំណុចណាមួយទៅគូរបស់អ្នកអាចនឹងត្រូវប្រេះស្រាំក៏ថាបានវាអាចនឹងដូចខ្ញុំដែលត្រូវខកបំណងនឹងនៅតែម្នាក់ឯងបើថ្ងៃមួយយើងត្រូវខ្លាចជាមនុស្សមិនមែនជាជំរឿគេរឿងមួយដែលអ្នកត្រូវធ្វើគឺព្រមទទួលស្គាល់ការពិតថាគេមិនបានត្រូវការយើងទៀតទេមិនបាច់ចាំសួរឡើយថាហេតុអ្វីមិនបាច់ព្យាយាមរកចម្លើយមិនបាច់ខំប្រឹងឬបំរាស់បង្ខំខ្លួនឯងតាមគេនាំទៅហត់ចិត្តគេមិនរឹងគឺមានន័យថាគេមិនស្រឡាញ់កុំទៅធ្វើអ្វីដើម្បីទាញឲ្យគេមកវិញព្រោះការដែលគេមិនជ្រើសយើងវាក៏បង្ហាញគ្រប់យ៉ាងហើយការនៅក្នុងស្ថានភាពមិនមែនជាជំរឿគេអញ្ចឹងហើយត្រឡប់មករក្សាតម្លៃខ្លួនឯងវាល្អជាងការដែលយើងរត់តាមអង្វរកគេទាំងទឹកភ្នែកកុំយកជីវិតខ្លួនឯងទៅតភ្ជាប់នឹងអ្នកណាកុំយកជីវិតទៅតភ្ជាប់ជាមួយនឹងការសងសឹកព្រោះចុងក្រោយវាមិនបានធ្វើឲ្យគេឈឺនោះទេគឺមានតែខ្លួនឯងនឹងហើយដែលឈឺម្ដងហើយម្ដងទៀតទោះបីជាថ្ងៃមួយគេគ្មានអ្នកណាគេក៏មិនបែរមកមើលយើងដែរមូលហេតុនោះគឺដោយសារតែនៅពេលដែលក្តីស្រឡាញ់វាបានអស់ទៅហើយវាក៏អស់ទៅពិតមែនអញ្ចឹងហើយនៅស្ងៀមធ្វើខ្លួនឲ្យមានតម្លៃល្អជាងព្រោះតែនៅក្នុងពិភពលោកមួយនេះនៅមានមនុស្សជាច្រើនព្រមនឹងស្រឡាញ់អ្នកនៅថ្ងៃអ្នកចេះស្រឡាញ់ខ្លួនឯងជាចុងក្រោយនេះខ្ញុំសូមជាកម្លាំងចិត្តឲ្យគ្រប់គ្នាមើលពិភពលោកក្នុងផ្លូវល្អខ្លាំងពេកក៏ពិបាករស់នៅក្នុងសង្គមដែលលុយសំខាន់ជាងមិត្តភាពមនុស្សដែលស្មោះត្រង់ខ្លាយជាមនុស្សល្ងងអ្នកដែលឆ្លៀតឱកាសខ្លាយជាមនុស្សឆ្លាតធ្វើជាមនុស្សល្អវាល្អហើយតែត្រូវធ្វើជាមនុស្សល្អដែលឆ្លាតនិងច្បាស់លាស់ហ៊ាននិយាយនៅអ្វីដែលគួរតែនិយាយហ៊ានការពារខ្លួនឯងនៅពេលដែលមានគេខ្សែលើហ៊ានបដិសេធបើដឹងថាវាមិនស្មើភាពជ្រើសរើសធ្វើល្អដាក់ចំពោះមនុស្សដែលគួរធ្វើអំពើល្អត្រូវតែមានព្រំដែនច្បាស់លាស់ធ្វើឲ្យសប្បាយចិត្តចាំធ្វើឲ្យទំនុកចិត្តទៅមនុស្សដែលស្មោះត្រង់ជាមួយយើងទៅបានហើយមិនចាំបាច់មើលពិភពលោកនេះស្អាតខ្លាំងពេកទេមិនចាំបាច់ខ្លាចថាគ្មានអ្នករាប់អានបើរកភាពស្មោះត្រង់ពីអ្នកណាម្នាក់មិនបានទេមិនបាច់ចាំមានសប្បាយចិត្តបំផុតអ្វីដែលសំខាន់នោះគឺត្រូវចេះមើលមនុស្សនិងចេះកាត់ឲ្យដាច់ចេញពីជីវិតនៅពេលដែលសម្រេចចិត្តថានឹងកាន់ដៃគ្នាហើយសូមកុំលែងដៃគ្នាងាយឲ្យសោះនៅពេលដែលគិតរួមដំណើរជីវិតជាមួយនឹងគ្នាកុំលែងដៃឲ្យគេដើរតែម្នាក់ឯងនៅពេលដែលគិតថានឹងមានគ្នាទៅវិញទៅមកកុំមិនដោយឲ្យនរណាម្នាក់ត្រូវឯកាបើគិតនឹងចង់បង្កើតអនុស្សាវរីយ៍និងអត្ថន័យជីវិតជាមួយនឹងគ្នាសូមឲ្យអ្នកកុំបោះបង់គ្នាមានបញ្ហាចេះជួយដោះស្រាយមានអ្វីនៅក្នុងចិត្តត្រូវតែប្រាប់កុំលាក់វាទុកតែម្នាក់ឯងសម្រាប់ចិត្តចុះទុកតែមួយជាមួយគ្នាហើយត្រូវតែនាំគ្នាជួយអ៊ំបើហត់សម្រាប់សិនបើជួបភ្លៀងយើងជួយគ្នាទប់ជួយគ្នាបាច់តាក់ចេញពីទូកបើថ្ងៃណាមានជនទី3ចូលមកធ្វើឲ្យយើងញាប់ញ័រអារម្មណ៍ក៏សូមត្រឹមតែកុំឲ្យប្រែប្រួលចិត្តបើថ្ងៃណាមិនសេះសល់អ្វីសូមឲ្យអ្នកចាំទុកថាយើងនឹងមានគ្នាទៅវិញទៅមកជានិច្ចមិនថាជួបបញ្ហាអ្វីក៏ដោយពួកយើងនឹងតស៊ូទៅជាមួយនឹងគ្នាការដូរដែលសំខាន់បំផុតដែលយើងបានមកពីមនុស្សជាទីស្រឡាញ់នោះគឺជាការស្មោះត្រង់ទាំងនៅនឹងមុខនិងនៅក្រោយខ្នងភាពស្មោះត្រង់វាសំខាន់ខ្លាំងណាស់ចំពោះជីវិតគូបើសិនជាគូស្នេហ៍ទាំងពីរស្មោះត្រង់នឹងគ្នាទៅវិញទៅមកវានឹងក្លាយជាទំនាក់ទំនងដែលគ្មានកង្វល់និងមិនចាំបាច់មកគិតអ្វីច្រើនមិនបាច់ចាំគិតថាគេនឹងក្បត់យើងដែរទេបើបែបនេះវានឹងជួយឲ្យយើងផ្ដោតសំខាន់ទៅលើការកសាងជីវិតគ្រួសារឲ្យល្អប្រសើរក្តីស្រឡាញ់ស្នេហាវាគឺជារឿងរបស់មនុស្សពីរនាក់នៅជាមួយគ្នាឲ្យមានក្តីសុខមានបញ្ហាអីក៏ពិភាក្សាគ្នានិងស្មោះត្រង់ជឿជាក់លើគ្នាទៅវិញទៅមកដោយគ្មានការលួចលាក់ក្បត់គ្នានិងចេះផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកនៅពេលដែលមានបញ្ហានៅពេលដែលធុញគ្នាក៏នឹកដល់រឿងល្អៗកន្លងមកចេះអភ័យទោសនៅពេលដែលភាគីម្ខាងទៀតដឹងកំហុសមិនបាច់យកគូខ្លួនឯងទៅប្រៀបធៀបជាមួយនឹងគូគេមិនថាគូយើងមិនថាគូគេសុទ្ធតែមានបញ្ហាដូចគ្នាទាំងអស់ហ្នឹងការកើតទុកក៏មានក្តីសុខក៏មានអញ្ចឹងហើយមិនបាច់ចាំប្រៀបធៀបទេមើលថែជីវិតគូយើងឲ្យតែបានល្អទៅជីវិតគូបើគ្មានក៏ជួយគ្នាបង្កើតឯកាចាប់ដៃគ្នាកុំលែងបើឆ្លោះកុំទៅចោលគ្នាឆ្ងាយបើឆ្ងាយក៏កុំបោះបង់គ្នាស្រឡាញ់គ្នាក៏ជួយគ្នាបន្តឃើញមិនល្អជួយគ្នាដាស់តឿនបេះដូងកុំប្រែប្រួលលឿនស្រឡាញ់ណាកុំបោះបង់គ្នាទៅណាអីវាមិនធ្លាប់មាននរណាម្នាក់ក្នុងពិភពលោកមួយនេះដែលមិនធ្លាប់ធ្វើខុសនោះទេព្រោះតែកំហុសទាំងអស់វាគឺជាគ្រូដែលស្មោះត្រង់បំផុតជាមួយយើងវាមិនដែលលួងលោមចិត្តយើងវាមិនដែលផ្ដល់រង្វាន់ឲ្យយើងតែវាបានបង្រៀនឲ្យយើងដឹងស៊ីជម្រៅនិងស្មោះត្រង់ជាទីបំផុតពេលខ្លះយើងគ្រាន់តែពាក់ទ្រនាប់ជើងខុសឈឺបន្តិចហើយក៏សើចខ្លួនឯងតែវាក៏បានដាស់តឿនឲ្យយើងដឹងថា
កុំធ្វើប្រហែសចំពោះខ្លួនឯងទោះបីជារឿងនោះបន្តិចបន្តួចក៏ដោយកុំខ្មាស់អៀនដែលយើងធ្លាប់ធ្វើខុសព្រោះថាសំបីតែមនុស្សដែលពូកែបំផុតនៅលើលោកក៏ធ្លាប់ធ្វើខុសរួចមកហើយដែរអ្វីដែលសំខាន់មិនមែនការដែលយើងជាមនុស្សមិនធ្លាប់ខុសនោះទេតែគឺជាការព្រមទទួលស្គាល់និងអភិវឌ្ឍខ្លួនឯងឲ្យល្អជាងមុនខំមិនមែនមានន័យថាជាចុងបញ្ចប់នោះទេតែវាគឺជាចំណុចចាប់ផ្ដើមនៃការរីកចម្រើនដងទៀតអរគុណបើមានខុសឆ្គងសូមអធិស្ឋានជួបគ្នានៅសំណេរក្រោយៗទៀត